វិញមិនអត់ចិត្តហ្មងទោះបីខ្ញុំខ្ញុំនិយាយមិនក៏ដោយមិនអត់ចិត្តទាំងអស់ថើបខ្ញុំនិយាយមិនក៏អត់ចិត្តរហូតដល់ខ្ញុំថានិយាយពាក្យអាក្រក់ស្ដាប់តិចណាបងណាអសរោតិចបើអត់បិទទេអញទុកនៅហ្នឹងហើយអញទៅផ្ទះចោលហើយបិទចិត្តហើយបានយើងហៅអាចារ្យហៅអីទៅដាក់បានពេទ្យមកផ្ទះរហូតដល់2011ហ្នឹងក៏អ្នកផ្ទះចាប់ផ្ដើមពេញចិត្តហើយប៉ុន្តែវាឧបសគ្គត្រង់ថាខាងប្រុសគាត់ជួបឧបទ្ទវហេតុស្លាប់ចឹងណាថ្ងៃដែលគាត់ស្លាប់ហ្នឹងពួកយើងជិះម៉ូតូគាត់ដឹកខ្ញុំចេញពីរៀនព្រោះខ្ញុំរៀនយប់ហ៎អញ្ចឹងដឹកដើរលេងជិះម៉ូតូអីអញ្ចឹងទៅនៅភ្នំពេញហ្នឹងហ្មងយើងអ្នកភ្នំពេញដូចគ្នាជិះដើរលេងនិយាយគ្នានិយាយអីចឹងទៅសន្យាអីចឹងណាគាត់ក៏ប្រាប់ខ្ញុំថាក្នុងកើតហេតុហ្នឹងគឺក្នុងឆ្នាំ2011ខែ6ហ្នឹងហ្មងតែចុងខែថ្ងៃដែលគាត់ស្លាប់ហ្នឹងអញ្ចឹងគាត់ថាគាត់អត់ចង់ជាប់ពាក្យអីញញ៉ៃច្រើនទេព្រោះគាត់អត់មានម៉ាក់ប៉ាទេគាត់កូនកំព្រាតែគាត់ថាជីវភាពគាត់ធូរធារជាងខ្ញុំអញ្ចឹងណាគាត់ថាឲ្យយាយទៅផ្ទះអញ្ចឹងទៅហើយយើងសម្រាប់ថាណាត់គ្នាការអញ្ចឹងទៅក្នុងយប់ហ្នឹងនិយាយអញ្ចឹងហើយក៏សត្វតែគាត់ឲ្យខ្ញុំហ្នឹងស្បត់មនុស្សគាត់គឺខែប្រច័ណ្ឌហួងហែងហ្មងគាត់ស្រឡាញ់ខ្លាំងស្ទើលេបហ្មងអញ្ចឹងទៅខ្ញុំក៏ស្បត់មួយគាត់តែពេលដែលជិះម៉ូតូហ្នឹងកញ្ចក់ម៉ូតូវាមូលឃើញតែខ្ញុំទេអត់ឃើញគាត់ទេខ្ញុំអត់ចាប់អារម្មណ៍គាត់ក៏ជូនខ្ញុំដាក់ផ្ទះតែដល់ពេលជូនដាក់ផ្ទះហើយគាត់ក៏ខំមកខ្ញុំថាមិត្តភ័ក្ដិខាន់ជួបគ្នាយូរហើយគាត់ហៅទៅផឹកអញ្ចឹងខ្ញុំថាអូខេទៅចុះពីមុនមនុស្សខ្ញុំគឺពិបាកហ្មងខ្ញុំមិនឲ្យទៅដាច់ខាតហ្មងតែខ្ញុំគិតថាទោះបីជាខ្ញុំខាត់គាត់ណាក៏គាត់ត្រូវតែមានរឿងអីមួយផ្សេងដែរយប់ហ្នឹងគឺខ្ញុំឲ្យគាត់ទៅយ៉ាងសម្រួលហ្មងអត់មាននិយាយអីអាក្រក់អីថាអីគាត់ទេព្រោះដងគឺខ្ញុំថាតែអត់គឺអត់ហើយខ្ញុំនិយាយអញ្ចឹងហ្មងពួកខ្ញុំកាចដល់ពេលហើយម៉ោង2:10យប់ខ្ញុំអត់បានខលទៅគាត់ទៀតទេដូចជាគាត់ខលមកខ្ញុំមួយម៉ាត់បងស្រឡាញ់អូនអញ្ចឹងខ្ញុំក៏ឆ្លើយទៅវិញអូនស្រឡាញ់បងហើយពីរនាក់ខ្ញុំអត់ចេះនិយាយអូនបងទេពួកយើងរៀនមួយគ្នាមិត្តភក្តិគ្នាមកស្រឡាញ់គ្នាអញ្ចឹងវាពិបាកត្រង់អាពាក្យអូនបងហ្នឹងណាស្រាប់តែពេលម៉ោង12យប់ហ្នឹងបងស្រីខ្ញុំហ្នឹងណាគាត់លឺសលេងគាត់ស្រែកឲ្យជួយផងខ្ញុំអត់មានលឺអីទេឲ្យហេតុទៅបងស្រីខ្ញុំស្រាប់តែម៉ោងប្រហែលជា4គាត់ស្លាប់4ទៀតភ្លឺហើយខ្ញុំអត់ជឿទេគេទេមកប្រាប់អីក៏ខ្ញុំអត់ជឿដែរខ្ញុំអត់បានដឹងរឿងអីរហូតដល់ម៉ោង5បានច្បាស់ហ្មងម៉ោង5ទៀតភ្លឺហ្នឹងខ្ញុំអត់ជឿទៀតខ្ញុំក៏ទេសួរអ្នកផ្ទះគាត់ឲ្យគាត់ទៅមើលអញ្ចឹងណាទៅមើលអត់ឃើញមិត្តភក្តិខ្ញុំម្នាក់ទៀតខំមកប្រាប់ថាខូចហើយនៅកាឡាម៉ែតខ្ញុំអស់អាលីងមនុស្សនៅលើហ្វ្រង់កានៅអាកន្លែងអង្គរសពហើយឈាមហូរឡើងស្រោចពេញហ្នឹងតែភ្នែកគាត់បិទអត់ចិត្តទេតែឆ្វេងបិទអត់ចិត្តហ្មងទោះបីខ្ញុំខ្ញុំនិយាយមិនក៏ដោយបិទអត់ចិត្តទាំងអស់ខ្ញុំថើបខ្ញុំនិយាយមិនក៏អត់ចិត្តរហូតដល់ខ្ញុំថានិយាយពាក្យអាក្រក់ស្ដាប់តិចណាបងណាអសរោតិចបើអត់បិទទេអញទុកនៅហ្នឹងហើយអញទៅផ្ទះចោលហើយបិទចិត្តហើយបានយើងហៅអាចារ្យហៅអីទៅដាក់បានពេទ្យមកផ្ទះប៉ុន្តែពេលដែលនិយាយហ្នឹងគឺដៃអាវខ្ញុំដៃវែងណាប្រឡាក់ឈាមគាត់ឡើងហេដល់នេះដល់កែងដៃនេះខ្ញុំអត់ប្រាប់អ្នកផ្ទះទេខ្ញុំលាក់អាវហ្នឹងខ្ញុំទុកជាប់ខ្លួនខ្ញុំរហូតហ្មងចិត្តដល់ថ្ងៃបូជាគាត់ចូលព្រោះអីគាត់ស្លាប់ចំថ្ងៃគេអត់បូជាទេដូចជាទុកបាន3ថ្ងៃ4ថ្ងៃដែរដល់ពេលចឹងទៅម៉ាក់ក្មេកបងស្រីខ្ញុំគាត់ថាអញ្ចឹងដូចអត់ស្រួលទេប្រហែលជាគាត់មើលដឹងណាបងគាត់ថាខ្ញុំទៅស្រោចទឹកថាដែលលោកស្រោចឲ្យហ្នឹងលោកហាមអត់ឲ្យខ្ញុំយកមកពាក់វិញទេបោះចោលស្រោចភ្លាមដូរភ្លាមបោះចោលនៅវត្តហ្នឹងមកអញ្ចឹងអត់តន់អីណាបងគ្រាន់តែរៀងព្រឺខ្នងបន្តិចព្រឺឆ្អឹងខ្នងឯងពេលដែលស្រោចទឹកហ្នឹងពេលដែលខ្ញុំមកផ្ទះនេះខ្ញុំត្រូវផ្លាកអាវដើម្បីទៅរោងប៉ុនវិញព្រោះស្អែកឡើងយើងបូជាបងអើយមកស្រស់ហ្មងខាងក្រោយខ្នងហ្នឹងហ្មងលេចជារូបរាងមករបៀបដៃកាន់នៅស្មាយើងខ្ញុំអត់ចាំយូរទេវាស្រស់ពេកកសែងរត់ចុះទៅក្រោមផ្លាកអាវសិនចាំគិតទៀតហើយអត់ប្រាប់អ្នកផ្ទះទៀតអត់និយាយអីទាំងអស់ព្រោះខ្ញុំខ្លាចអ្នកផ្ទះខ្លាចឧទាហរណ៍គាត់ចេញចូលផ្ទះខ្ញុំដែរអញ្ចឹងរំលងរហូតអត់តន់អីដល់7ថ្ងៃធម្មតា7ថ្ងៃយើងមានសូត្រមន្តពីល្ងាចហើយស្អែកឡើងមកផឹកទៀតបាទពេលមកផឹកនោះយើងអស់កម្លាំងយើងធ្វើអីហើយអស់ហើយអស់កម្លាំងខ្ញុំក៏គេងលើខែនៅផ្ទះគាត់ហ្នឹងណាព្រោះខ្ញុំចេញចូលផ្ទះគាត់ស្រីអត់តប៉ាម៉ាក់ខ្ញុំទេឃើញមនុស្សបន្ទច់ជង្គង់អង្គុយចុងជើងយើងហ្នឹងមកយំវាថាយើងស្ដាប់អត់យល់ថាគាត់និយាយពីអីគាត់គ្រាន់តែប្រាប់យើងថាគេដាក់ពីក្រោយគាត់មកហ្មងពីវាយក្បាលគាត់ប្រាប់តែប៉ុណ្្នឹងហើយយំតែស្រាក់តែពេលខ្ញុំបើកភ្នែកអស់ទៅឃើញមនុស្សអីទេហើយខ្ញុំអាវាថានឹករលឹកចឹងខ្ញុំអាសាទៅលេងផ្ទះគាត់គេងចឹងណាបងចិនការចេញធ្វើការទៅគេងមើលអាខាងលើចឹងពេលអង្គុយបន្ទច់ជង្គង់មុខលើក្បាលយើងហ្នឹងហ្មងក៏មានដែរក្នុងបន្ទប់ទឹកក៏មានឃើញរហូតទៅណាឃើញហ្នឹងតែបើជិះម៉ូតូវិញម៉ូតូជិះតែឯងតែដូចជិះម៉ូតូ2នាក់ចឹងបើខ្ញុំជិះផ្លូវស្ងាត់វិញគឺព្រឺឆ្អឹងខ្នងហ្មងអាចថាមកពីខ្ញុំទុកអាវដែលមានឈាមគាត់នៅតែតាមអញ្ចឹងណាតាមខ្ញុំរហូតខ្ញុំទៅណាខ្ញុំឃើញហ្នឹងជួនកាលឃើញរូបរាងស្រស់អឺតមកផ្លែតក៏មានដែរអាកៅដែលគាត់ស្លាប់ហ្នឹងឃើញរហូតឃើញ
បើក្នុងយល់សពវិញគឺអត់ដែរឲ្យខ្ញុំយល់សពល្អវាជីមួយគ្នាអញ្ចឹងចូលកុងតឺន័រជីទុកមួយគ្នាអញ្ចឹងតម្លាក់ចូលទឹកហើយសួរយើងទៅនៅអត់នៅមួយអត់សួរខ្ញុំអញ្ចឹងថាអត់ទេម៉ាក់ប៉ានៅចងងទៅណានៅមើលថែម៉ាក់ប៉ាអត់ទៅទេអញ្ចឹងខ្ញុំកាត់មកកន្លែងហូប7ថ្ងៃនឹងបន្តិចបងជន់រូបក៏ទៅបញ្ជន់រូបព្រោះអីខ្ញុំអត់ដឹងថាឥឡូវហ្នឹងគេនៅជឿរឿងហ្នឹងទៀតឬក៏អត់ទេណាបាទប៉ុន្តែពេលហ្នឹងគាត់ស្លាប់បានដូចជាអត់ដល់កន្លះខែទេបងប្អូនគាត់ក៏នាំគ្នាទៅបញ្ជន់រូបប៉ុនដែលធ្វើទាំងម៉ានអត់បានដល់គាត់ទេដោយសារអីគាត់ខ្មោចតៃហោងអញ្ចឹងត្រូវធ្វើម្ដងទៀតទៅជាត់ព្រលឹងគាត់ពីកន្លែងដែលគាត់ស្លាប់ហ្នឹងយកមកតិចហើយមិនធ្វើប៉ុនម្ដងទៀតទៅសែនមិនអញ្ចឹងណាខ្ញុំអត់សូវចាំដែរព្រោះវាយូរដែរអញ្ចឹងណាបងតែពេលបញ្ជន់រូបហ្នឹងសំលេងគាត់រូបរាងគាត់ទាំងអស់ដូចទាំងអស់គាត់សួរមុនគេក៏សួររកពូគាត់សួរអស់ហើយបានសួររកខ្ញុំតវគ្គខ្ញុំម្ដងឲ្យបងសុំទោសជាតិហ្នឹងយើងអត់បានជួបគ្នាតែបងផ្សងជួបអូនឯងគ្រប់ជាតិតែសម្រាប់ខ្ញុំក្នុងចិត្តខ្ញុំគិតថាស្រេចអត់ទេខ្ញុំអត់ជួបទៀតទេព្រោះវាឈឺចាប់វាពិបាកបំភ្លេចហ្មងអញ្ចឹងខ្ញុំថាបាច់ទេក្នុងចិត្តខ្ញុំតែខ្ញុំអត់និយាយទេពេលហ្នឹងខ្ញុំគាត់ថាបាច់ជួបគ្នាទៀតទេបើយើងជួបគ្នាហើយអត់ដល់ចង់ដើមអញ្ចឹងអត់ទេខ្ញុំអត់ជួបទេខ្ញុំសុំជួបតែត្រឹមជាតិនឹងបានហើយនៅអត់តន់អីទៀតអញ្ចឹងណាបងដល់ពេលអញ្ចឹងរៀងយូរដែរខ្ញុំក៏រៀងដាច់ខ្សែរយៈពីគាត់អញ្ចឹងតែបើថាបនទៀនអីខ្ញុំអត់ដែរភ្លេចទេខ្ញុំហៅអត់ទើរហូតដល់តែពេលចូលដល់ឆ្នាំ2017 2018និយាយទៅគាត់នៅតាមខ្ញុំរហូតអញ្ចឹងណាបងប៉ុន្តែមិនមែនថាលក្ខណៈតាមចេញជារូបរាងអីយើងខ្លាចទេគាត់អត់មានធ្វើអីឲ្យខ្ញុំខ្លាចទេគាត់របៀបថាពេលណាដែលយើងទៅណាម្នាក់ឯងអញ្ចឹងឲ្យហេតុយើងដឹងថាកុំទៅផ្លូវហ្នឹងអញ្ចឹងយើងជិះទៅវិញឬក៏មានរឿងអីអញ្ចឹងឲ្យយើងជិះលឿនឬក៏មិនអីអញ្ចឹងណាគ្រាន់តែថាគាត់រៀងការពារយើងបន្តិចកន្លែងហ្នឹងអញ្ចឹងណាតន់អីទេដល់តែពេលដូចជាកាលហ្នឹងខ្ញុំនៅផ្ទះវិញស្រេងខ្ញុំអង្គុយលេងចានស្រស់ហ្មងអឺតមើលយើងអញ្ចឹងហើយលុបទៅវិញបាត់តែអត់មានលក្ខណៈចេញមកជាឈាមអីដូចអាការគាត់ស្លាប់ទេណាអត់ទេគឺស្អាតបាតហ្មងដល់តែយូរទៅខ្ញុំចាប់ផ្ដើមលែងខ្លាចហើយខ្ញុំចាប់ផ្ដើមរៀងថាប្អូនគាត់ប្រាប់ដែរថាហាមដាច់ខាតឲ្យទុករបស់គាត់ទេបើទុកគាត់អត់ទៅចាប់ជាតិទេតែបងប្អូនគេក៏ទៅបញ្ចន់រូបគេថាទៅចាប់ជាតិបាត់ហើយតែខ្ញុំអត់ដឹងទេណារហូតដល់ឆ្នាំ2022បានខ្ញុំសម្រេចចិត្តបោះចោលអាវហ្នឹងដល់ពេលយូរទៅដល់ឆ្នាំ2024នេះសាច់រឿងពិតហ្មងខ្ញុំមុនស្គាល់គ្រូសាខ្ញុំក្រោយហ្នឹង3ថ្ងៃដោយរបៀបថាពីមុនមកគាត់នៅតាមហ្នឹងដោយសារចេះយើងអត់មានក្តីសុខជួបអ្នកណាក៏វាថាយើងអត់មានក្តីសុខផ្លូវចិត្តហ្មងគឺជួបវាអត់សមប្រកបទេហ្មងផ្សឹងទាំងអស់អញ្ចឹងគាត់នៅតាមតែគាត់បញ្យល់សពថាបើនៅឋានហ្នឹងវាគ្មានក្តីសុខទេមកនៅមួយបងមកគាត់ព្យាយាមមកយកយើងទៅតែអាចថាមកពីខ្ញុំអត់សូវចេះខ្លាចដែរដល់តែឆ្នាំ2024នេះក្នុងខែ7ខ្ញុំមុនស្គាល់គ្រូសាខ្ញុំហ្នឹងគាត់មកបញ្យល់សពម្ដងទៀតថាជិះម៉ូតូដើរលេងមួយគ្នាអីអញ្ចឹងទៅស្រាប់តែគាត់ឡើងទៅលើស្ពានមួយគាត់និយាយអញ្ចឹងបន